សូមបញ្ចប់វាទេយើងមិនអាចបញ្ចប់វាបានទេវ៉ាន់ខ្ញុំស្មោះនឹងអ្នកជឿខ្ញុំទោះបីជាខ្ញុំគ្រាន់តែជាតារាលំដាប់ទី18ក៏ដោយតើខ្ញុំអាចទប់ទល់នឹងអំពើហិង្សាលើអ៊ីនធឺណិតប្រភេទនេះដោយរបៀបណាភ្នាក់ងារគិតថាវាមកពីខ្ញុំធ្វើឲ្យអ្នកអន់ចិត្តពួកគេបានសុំឲ្យខ្ញុំផ្ដល់សំណងដល់អ្នកសម្រាប់ចំនួនដ៏ច្រើននៃការខូចខាតនិងការបំពានកិច្ចសន្យាខ្ញុំមិនមានលុយច្រើនទេវ៉ាន់កុំខ្លាចថាគេចង់ឲ្យអ្នកបង់ប៉ុន្មានខ្ញុំនឹងបង់ប្រាក់20លាន20លានយឺតចាំខុសទេដោយគិតពីស្ថានភាពរបស់អ្នកការខូចខាតដែលបានទូទាត់មិនអាចមានកម្រិតខ្ពស់នោះទេតើអ្នកចង់មានន័យថាម៉េចតើអ្នកសង្ស័យថាខ្ញុំនិងភ្នាក់ងារបានធ្វើការជាមួយគ្នាដើម្បីបញ្ឆោតអ្នកឬអ្នកមិននឹកស្មានថាខ្ញុំជាមនុស្សបែបនេះក្នុងបេះដូងអ្នកទេវ៉ាន់កុំយំខ្ញុំនឹងឲ្យក្រុមហ៊ុនហេរ៉ាញ់វត្ថុតាក់ទងអ្នកភ្លាមខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកគ្រប់ចំនួនមិនអីទេតើវាពិតទេជាការពិតណាស់វាជាការពិតក្រៅពីសុយអ្នកជាមនុស្សដែលខ្ញុំខ្វល់ខ្វាយបំផុតក្នុងលោកនេះអ្នកពិតជាល្អណាស់តោះញ៉ាំអាហារពេលល្ងាចសូមអញ្ជើញមកជិលរើសភោជនីយដ្ឋានយើងនឹងជួបអ្នកនៅពេលអាហារថ្ងៃត្រង់វារួចរាល់ហើយទីបំផុតវ៉ាន់អភ័យទោសឲ្យខ្ញុំអ្នកត្រូវមានអាកប្បកិរិយាល្អនៅថ្ងៃត្រង់ថ្ងៃនេះលោកឆៅមិនល្អទេជំនួយការវ៉ែនអ្នកបានមកដល់ទាន់ពេលទៅរៀបគ្រឿងអលង្ការជូនខ្ញុំភ្លាមឲ្យវាទៅវ៉ាន់ក្នុងអំឡុងពេលអាហារថ្ងៃត្រង់គឺលោកឆៅតើអ្នកចង់និយាយអ្វីនៅពេលនេះលោកឆៅអ្នកនៅផ្ទះស្ដាប់អង្គរៈរបស់កញ្ញាស៊ុយផ្ញើសារថាកញ្ញាស៊ុយទៅ Peninsula Club Bangkok Club តើគាត់ទៅណាវាហាក់បីដូចជាគាត់នឹងទៅជួបគូប្រជែងយ៉ាងឈានញានរបស់អ្នកអ្វីបងប្រុសតើអ្នកហៅកូនអ្នកណាបងយ៉ានខានជួបគ្នាយូរហើយគាត់ខឹងខ្ញុំមិនទាន់បង្ករឿងគាត់ទេតើនេះមិនមែនជាជាងដែលដ៏ស្រស់ស្អាតបំផុតនៅ Hecheng របស់យើងទេតើអ្នកកំពុងឈ្លោះជាមួយចៅទេយប់នេះអញទំនេរមកកន្លែងខ្ញុំដើម្បីចូលរួមសប្បាយជប់និយាយច្រើនហើយចេញទៅខូចហើយអង្គុយនៅទីនេះហ្វាក់ខ្ញុំអាចមើលឈុតនេះដោយមិនបង់ប្រាក់ចៅស៊ុនស៊ុយតើអ្នកបានប៉ះគ្រប់គ្រាន់ទេខ្ញុំសុំទោសបងប្រុសយានខ្ញុំមិនបានចោះទៅដោយចេតនាទេមិនអីទេខ្ញុំមកទីនេះដើម្បីធ្វើជាឆ្កែលឹករបស់ជាងសុងយីតើខ្ញុំអាចក្រោកពីដំណេកបានយ៉ាងស្រួលយ៉ាងណាបន្ទាប់ពីអង្គុយលើភ្លៅព្រះប្រុសចៅយេស៊ុយតើអ្នកចង់ធ្វើអ្វីបងយ៉ានបងគ្រាន់តែនិយាយថាបងមិនចាប់អារម្មណ៍នឹងកូនទេខ្ញុំតើអ្នកជាក្មេងទេយ៉ានគីខ្ញុំចូលចិត្តអ្នកហើយអ្នកក៏ចូលចិត្តខ្ញុំបន្តិចដែរមិនអីទេខ្ញុំបានសុំឲ្យអ្នកមកទីនេះដោយឥតប្រយោជន៍នៅមានរឿងល្អមកទៀតវាជាការប្រសើរសម្រាប់បងប្រុសលោកដើម្បីមកជាមួយយ៉ានជលួនអ្នកគ្រាន់តែនិយាយថាអ្នកមិនចាប់អារម្មណ៍នឹងកុមារតើខ្ញុំជាកូនទេបងយ៉ានខ្ញុំចូលចិត្តបងហើយបងក៏ចូលចិត្តបងដែរអត់ជាងសុងយីខ្ញុំនឹងសម្លាប់អ្នកចៅស៊ុយតើអ្នកឈួតទេគួរឲ្យរំភើបណាស់សង្ហាណាស់គួរឲ្យអាណិតណាស់ដែលគាត់ជាខ្ទើយបាត់ខ្ញុំឈួតហើយអ្នកជាមនុស្សត្រេកឆានដំបងបានឲ្យសម្បកខាងក្នុងរបស់បងស្រីខ្ញុំហើយសុំគាត់ទៅសន្តាគារឥឡូវនេះបន្ទាប់មកអ្នកចាប់ពង្រត់គាត់ទៅក្លឹបមួយហើយមានទំនាក់ទំនងស្នេហាជាមួយគាត់នៅចំពោះមុខមនុស្សជាច្រើនកុំរំខានបងស្រីខ្ញុំបងយ៉ានប្អូនប្រុសខ្ញុំនិយាយមិនសមហេតុសមផលថ្ងៃនេះយឺតពេកហើយបើនៅតែលេងខ្ញុំនឹងទៅជាមួយបងមុនសិនខ្ញុំពឹងផ្អែកលើជាងសុងយីសូមដោះលែងប្អូនស្រីរបស់ខ្ញុំបងប្រុសឆៅមានរឿងចង់និយាយប្រាប់បានល្អបើឯងមិនអាចនិយាយអ្វីបានទេចូលលែងខ្ញុំទៅចៅស៊ុយនេះអ្នកគួរពន្យល់ឲ្យបានច្បាស់ថាហេតុអ្វីបានជាខ្ញុំឲ្យអ្នកនៅរឿងនោះហើយសូមឲ្យអ្នកទៅសន្តាគារវាចប់ហើយជាងសុងយីត្រូវបានគេស្គាល់ថាជាអិសរជនដែលកំពុងឆេះនៅ Wall Street ខ្ញុំនឹងមិនរំខានគាត់ដោយការលេងបែបនេះទេខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងទៅចៅគ្រូដៃឲ្យមិននិយាយអីតើអ្នកមិនគ្រាន់តែលើកដៃឡើងហើយនិយាយថាអ្នកចូលចិត្តខ្ញុំទេបងយ៉ានខ្ញុំចូលចិត្តបងតើបងអាចចូលចិត្តបងបន្តិចបានទេថាខ្ញុំគាត់ខ្លាចថាខ្ញុំហាក់ដូចជាក្មេងស្រីតូចម្នាក់នេះដែលលួចលាក់លួចស្រឡាញ់ហើយខ្លាចថាឆៅស៊ុយនឹងធ្វើអ្វីមួយដាក់មិត្តប្រុសរបស់គាត់អ្នកគ្រាន់តែបង្កើតរឿងមិនសមហេតុសមផលចៃដន្យហើយប្រើខ្ញុំជាខែវាបញ្ចប់នៅថ្ងៃនេះយកបងប្រុសចេញពីផ្លូវខ្ញុំមិនអីទេធ្វើតាមបញ្ជារបស់បងយ៉ានបងឯងមិនមកយកខ្ញុំទៅផ្ទះទេតោះលឿនហេតុអ្វីបានជាអ្នកមិនទៅជាងតើអ្នកចង់មានន័យអ្វីអ្នកកំពុងលេងជាមួយអារម្មណ៍របស់បងស្រីខ្ញុំអ្នកហ៊ានប្រាប់នាងឲ្យចេញពីមុខខ្ញុំអ្នកពិតជាគិតថាគ្រួសារចៅរបស់ខ្ញុំងាយនឹងធ្វើបាបបងជប់និយាយទៅខូចកុំខ្លាចបងប្អូនប្រកាសជាធ្វើឲ្យបងជាងសុងយ៉ាវខ្ញុំប្រាប់អ្នកថាប្អូនស្រីរបស់ខ្ញុំមានអាយុត្រឹមតែ19ឆ្នាំប៉ុណ្ណោះហើយទើបតែចូលរៀននៅមហាវិទ្យាល័យមិនមែនអ្នកទេ